ឆ្លោះត្រូវពីថ្ងៃទៀតតារាស៊ីស៊ីអៀនវិញលីភ្ជាប់ពីហើយឆ្លោះត្រូវតារាស៊ីស៊ីអៀនវិញលីប្រកាសនឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួននៅថ្ងៃទី27ខែមីនាឆ្នាំ2026នេះហើយដើម្បីសាងជីវិតគ្រួសារត្រឹមត្រូវមួយនៅក្នុងពិភពសិល្បៈនរណាក៏ដឹងដែរថាតារាស៊ីស៊ីអៀនវិញលីជានារីសប្បុរសស្នេហ៍មានអ្នកតាមស្រឡាញ់ច្រើននាងសុខចិត្តបោះបង់អាជីពសិល្បៈចោលដើម្បីគាប់ចិត្តគូស្នេហ៍របស់ខ្លួនទំនាក់ទំនងស្នេហារបស់នាងជាច្រើនឆ្នាំជួបនៅព្យុះភ្លៀងរាប់មិនអស់ថែមទាំងធ្លាប់បំបែកគ្នាជាច្រើនលើកជាច្រើនសារផងដែរអ្វីត្បិតតែមានរឿងបែបនេះក្តីលើកនេះអ៊ីនមីនលីបានប្រកាសជាផ្លូវការថានាងនឹងភ្ជាប់ពាក្យដោយអ្វីដែលខ្លួនគ្រោងទុកអ៊ីនមីនលីថែមទាំងបាននិយាយថាអរគុណដែលបងគោរពពាក្យសន្យាអរគុណបងដែលបានកែប្រែដើម្បីគ្នាអរគុណគ្រប់យ៉ាងដែលផ្ដល់ឲ្យអូនបើតាមគម្រោងអ៊ីនមីនលីនឹងរៀបចំពិធីភ្ជាប់ពាក្យនៅថ្ងៃទី27ខែមីនាឆ្នាំ2026ចំណែករឿងរៀបការអ៊ីនមីនលីមិនដែលនឹកនាឬចង់រៀបចំឡើយនោះទេជាស្ដែងកន្លងមកនាងធ្លាប់បាននិយាយថានាងនឹងរៀបចំពិធីភ្ជាប់ពាក្យដែលមានលក្ខណៈធំដុំមិនចាញ់ពិធីមង្គលការឡើយបច្ចុប្បន្នអ៊ីនមីនលីមានមុខចំនួនជាច្រើននៅក្នុងដៃជាពិសេសតាំងពីបើកហាងកាហ្វេថ្មីមួយដែលជាចំណងចំណូលចិត្តរបស់ខ្លួនមកកាន់តែធ្វើឲ្យជីវិតស្នេហានាងល្អប្រសើរឡើងវិញបើទោះបីជានាងមិនប្រកបអាជីពសិល្បៈតទៅមុខទៀតក៏នាងរស់នៅក្នុងជីវភាពធូរធារដែរទាំងទ្រព្យសម្បត្តិផ្ទះរថយន្តនិងមុខចំនួន